បាទសួស្តីគ្នាជាទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបើកនៅមុខងារមួយឈ្មោះថា Niche Theming របស់ Windows Server អញ្ចឹងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយNiche Theming វាមានមុខងារសម្រាប់ធ្វើជា load balancing ឬក៏ធ្វើជាfailover ហើយមុខងាររបស់ Niche នោះពិសេសមួយទៀតនោះគឺវាអាចមានសមត្ថភាពនៅក្នុងការច្របាច់ network បញ្ចូលគ្នាបានឧទាហរណ៍ថាយើងមាន network ចំនួន2 port network ទី1 gigabit 1G network ទី2 1G អញ្ចឹងយើងអាចច្របាច់ចូលគ្នាបានទៅជា2 gigabit អូខេអញ្ចឹងហើយមួយទៀតនោះគឺនៅពេលដែលមានខ្សែ2នោះមានមួយណាដាច់ក៏អត់ពាក់ព័ន្ធក៏អត់ដាច់ operation របស់យើងដែរអញ្ចឹងវាន័យថាវាអាចជួយគ្នាបាននៅពេលដែលយើង enable មុខងារ Niche Theming អញ្ចឹងដើម្បីចូលទៅ enable វាបានគឺយើងចូលទៅក្នុង start server management បន្តមកទៀតយកពាក្យថា local server បន្តមកទៀតអ្នកទាំងអស់គ្នាមើលនៅលើកន្លែងនេះ NIC theming អញ្ចឹងកន្លែងtheming នេះយើងឃើញពាក្យថា disable អញ្ចឹងយើងត្រូវចូលទៅដើម្បីទៅបើកវាណាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងមួយនេះអញ្ចឹងខ្ញុំបិទអាក្រោយសិនដើម្បីកុំឲ្យអ្នកទាំងអស់គ្នាវិញអូខេអញ្ចឹងនៅពេលដែលដល់កន្លែងនេះនេះជា server របស់ខ្ញុំហើយអញ្ចឹងខ្ញុំចូលកន្លែង task នេះហើយខ្ញុំ new theme យើងបង្កើត theme ថ្មីបង្កើតហើយកន្លែងនេះខ្ញុំដាក់ឈ្មោះវាអញ្ចឹងខ្ញុំដាក់ឈ្មោះថា NIC ហើយtheme ចេះចុះហើយកន្លែងនេះអញ្ចឹងមានន័យថាបច្ចុប្បន្នខ្ញុំមាន network ចំនួន2គឺ NIC 1 1G NIC 2 1G អញ្ចឹងខ្ញុំសម្រាប់ជ្រើសរើសយកទាំងពីរអញ្ចឹងthíchយកទាំងពីរហ្នឹងមកអញ្ចឹងពេលខ្លះបើយើងមាន3 4យើងចង់បានប្រមាណ port យើងដាក់ចូលក្នុងហ្នឹងណាអូខេអញ្ចឹងខ្ញុំ select យកទាំងពីរហើយខ្ញុំយកពាក្យថាអូខេប៉ុន្តែយើងក៏អាច customize ទៅលើខាងក្រោមនេះបានដែរអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំអត់នេះទេអញ្ចឹងវាមាននេះ static theming switch theming ABC អញ្ចឹងយើងយក static independent នេះមកហើយកន្លែងនេះយើង mode របស់វាអញ្ចឹងយើងមាន3 mode អញ្ចឹង mode នីមួយៗសម្រាប់ពីខ្ញុំណែនាំទៅយក dynamic ទៅ dynamic mode ព្រោះដើម្បីឲ្យវាមានន័យថាយើងធ្វើការជាមួយ switch យើងយក dynamic mode ហើយកន្លែងនេះ standby port យើងអត់ចាំបាច់ទេយើងប្រើទាំងអស់យើងណាន់ standby នេះមានន័យថាយើងមាន port មួយសម្រាប់ secure អញ្ចឹងណាតែនេះអត់ទេយើងជាធម្មតាកន្លែងខ្ញុំអត់ config ទេខ្ញុំនិចយកតែម្ដងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងបង្កើតប៉ុណ្ណេះមកកន្លែងនេះនៅខ្វែងដោយសារចាំតិចទៀតវានឹងអាប់ណាអញ្ចឹងយើងចូលទៅក្នុង network adapter របស់យើងអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញនេះជា theme របស់ខ្ញុំដែលខ្ញុំបានបង្កើតអញ្ចឹងណាអញ្ចឹងពីរនេះជា network adapter original របស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរមុននឹងខ្ញុំអត់បានបង្ហាញកន្លែងនេះនៅពេលដែលយើង create theme បានវាចេញnetwork adapter កន្លែងនេះមកបើអត់បាន create ឬក៏ enable theme ទេ network adapter នេះអត់បានទេអញ្ចឹងកន្លែងនេះជាឈ្មោះអញ្ចឹងនៅពេលដែលខ្ញុំ create new ហ្នឹង new Niche Theming នេះអញ្ចឹងវាជាឈ្មោះនៅកន្លែងហ្នឹងដូចគ្នាណាអញ្ចឹងនេះជា network card original របស់ខ្ញុំអញ្ចឹងខ្ញុំចូលទៅមើលខ្ញុំអាចមើលឃើញ IP អត់អាចមើលឃើញឲ្យបានទេគាត់ដឹងថាវាអាច access internet ប៉ុន្តែ IP អត់ឃើញទេអញ្ចឹងវា blank អញ្ចឹងក្នុងការដូរ IP set IP ឬក៏ធ្វើការងារផ្សេងគឺយើងមកធ្វើលើ NIC theming នេះអញ្ចឹងណានេះជា network original ព្រោះការងារទាំងអស់គឺNIC theming នេះវាអ្នកធ្វើការអាពីរនេះវាលែងធ្វើការ network adapter ស៊ីនហ្នឹងវាលែងធ្វើការអញ្ចឹងអូខេអញ្ចឹងខ្ញុំកន្លែងនេះគឺខ្ញុំនេះហើយខ្ញុំអ្នកនរគ្នាមើលកន្លែងនេះឃើញ 2G ហ៎អញ្ចឹងនៅពេលដែលខ្ញុំច្បាច់ 2G ហ្នឹងបានមកពីណា 2G ហ្នឹងគឺបានមកពី NIC ទី1និង NIC ទី2នេះច្បាច់ចូលគ្នា speed សរុបបានចំនួន 2G បាទអញ្ចឹងបើយើងចង់កែប្រែ IP ផ្សេងយើងកែប្រែលើ NIC នេះមកបាទពីខ្ញុំបាទអរគុណមានប៉ុណ្ណឹង